សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺអញឆ្លាក់នៅព្រះសិវលីបងប្អូនបានចារនៅកថាផ្សេងជំវិញបល្ល័ង្ករបស់លោកហើយនេះបានចារកថាសម្រាប់បញ្ចុះនៅក្នុងតួអង្គនេះគឺឈើខ្មៅបងប្អូនឈើខ្មៅអញ្ចឹងការធ្វើតេស្តថាយើងចង់ដឹងថាវាជាឈើខ្មៅឬក៏មិនមែនគឺបងប្អូនអាចធ្វើតេស្តបានណាឈើខ្មៅនិងរកាខ្មៅគឺធ្វើតេស្តបានដូចគ្នាគឺបងប្អូនយកទឹកអប់ប្រភេទណាក៏បានដែរពេលយើងបាញ់ពីលើនេះយើងបាញ់ពីលើសាច់ឈើណាហើយយើងយកសម្លៃមកกระดาษជូតមាត់ហ្នឹងយើងជូតនេះបងប្អូនឃើញទេគឺវាចាញ់ពណ៌ខ្មៅណាវាចាញ់ពណ៌ខ្មៅវាអញ្ចឹងណាបងប្អូនជូតប្រមាណដងក៏វានៅតែចាញ់ដែរបើខ្ញុំបាញ់ទេណានេះអញ្ចឹងការធ្វើតេស្តបងប្អូនចង់ដឹងថាឈើខ្មៅឬក៏មិនមែនគឺបងប្អូនធ្វើតេស្តបែបនេះគឺយើងយកទឹកអប់មកបាញ់ពីលើណាបាញ់ពីលើមកហើយឈើ